សូមជម្រាបសួរអស់លោកលោកស្រីមកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅថ្ងៃនេះយើងនឹងមានប្រធានបទតាក់ទងជាមួយតម្លៃហាងឆេងមាសថាតើវាប្រែប្រួលយ៉ាងណាដោយសារតែយើងសង្កេតឃើញថាតម្លៃមាសពុំទាន់មានការប្រែប្រួលឆ្ងាយនោះទេហើយតើមានព័ត៌មានសំខាន់អ្វីខ្លះតាក់ទងជាមួយនឹងតម្លៃហាងឆេងមាសតោះយើងទៅជួបវាគ្មិនជំនាញរបស់យើងទាំងអស់គ្នាមកពីក្រុមហ៊ុន BIC បាទសូមជម្រាបសួរលោកប៉ាត្រីបាទជំរាបសួរបាទលោកប៉ាត្រីតើថ្ងៃនេះមានព័ត៌មានសំខាន់អ្វីខ្លះតាក់ទងជាមួយនឹងតម្លៃហាងឆេងមាសដែរបាទអញ្ចឹងយើងឃើញថានៅក្នុងសប្តាហ៍នេះគឺមានរឿងច្រើនតាក់ទងជាមួយនឹងប្រទេសអាមេរិកបាទអញ្ចឹងយើងឃើញថាការពីដើមសប្តាហ៍និងថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺមានបាតកម្មតាក់ទងជាមួយនឹងជនតវ៉េសតាក់ទងជាមួយនឹងច្បាប់បន្តវ៉េសរបស់ Donald Trump មកដល់ថ្ងៃនេះគឺអត់ទាន់ចប់ហើយនៅតែមានបាតកម្មហើយបាតកម្មហ្នឹងគឺលក្ខណៈចូលជាហិង្សាហើយពីព្រោះថាមានខាងកងកម្លាំងប្រដាប់អាវុធខាងប្រទេសអាមេរិកហ្នឹងគឺគាត់ទៅរក្សាសន្តិសុខបាទហើយ Donald Trump ហ្នឹងក៏គាត់បញ្ជូនទាហានជិត 2000 នាក់ទៅកាន់ទីក្រុងLos Angeles បាទនៅរដ្ឋ California បាទហើយយើងឃើញថានៅក្នុងតំបន់នេះដែលធ្វើឲ្យតម្លៃទីផ្សារមាសវាអាចនឹងរឡើងទៅលើប៉ុន្តែហេតុអីបានជាទីផ្សារមាសព្រឹកមិញវាចុះមកវិញគឺដោយសារតែការចរចារវាងក្រុមគេហៅថាក្រុមការងាររបស់ប្រទេសអាមេរិក Donald Trump និងក្រុមការងាររបស់ប្រទេសចិនបាទលោកស៊ីជីនពីងហ្នឹងគឺកំពុងតែមានការចរចាទាក់ទងជាមួយនឹងពន្ធនៅប្រទេសអង់គ្លេសបាទទីក្រុងឡុងប្រទេសអង់គ្លេសណាបាទអញ្ចឹងយើងឃើញថាការចរចាហ្នឹងគឺមើលទៅមានប្រសិទ្ធភាពដែលអាចធ្វើតម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញប៉ុន្តែនៅថ្ងៃ19សប្តាហ៍ក្រោយគឺនឹងមានព័ត៌មានតាក់ទងជាមួយនឹងអត្រាការប្រាក់អាមេរិកបន្តទៀតអញ្ចឹងយើងឃើញថាព័ត៌មានគឺមានល្អមានអាក្រក់ហើយភាពច្បុកច្បល់នៃទីផ្សារក៏អាចនឹងអាក្រក់ហើយនឹងល្អដែរអញ្ចឹងទីផ្សារបច្ចុប្បន្នអាចនឹង sideways មានន័យថាវារត់ចន្លោះពី3300ទៅ3350បាទអញ្ចឹងអាចមកមើលការវិភាគរបស់ខ្ញុំទាំងអស់គ្នាបាទអរគុណបាទសូមអរគុណលោកប៉ាត្រីតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការជួញដូរឧបករណ៍និស្សិតតើលោកប៉ាត្រីឲ្យយោបល់យ៉ាងណាដែរក្នុងការធ្វើការលក់ឬក៏ធ្វើការទិញក្នុងតម្លៃមួយណាដែរបាទអញ្ចឹងយើងចូលមកការវិភាគទីផ្សារមាសទាំងអស់គ្នាដូចខ្ញុំគូបានស្រាប់អញ្ចឹងគឺតម្លៃទីផ្សារមាសបច្ចុប្បន្នកំពុងតែរត់មានន័យថាវារត់នៅក្នុងរែងទីផ្សារវាមួយមិនទាន់មានការប្រែប្រួលខ្លាំងទេបាទតម្លៃទីផ្សារមាសបច្ចុប្បន្នកំពុងនៅលើតម្លៃខ្ពស់មួយដែលកំណត់បាទនេះគឺជាតម្លៃនេះបាទជាខ្ញុំលុបអានេះចេញខ្លះអញ្ចឹងបច្ចុប្បន្នវានៅក្នុងនេះវានៅលើនេះរែងរបស់វាបាទអញ្ចឹងរែងរបស់វាហ្នឹងគឺវានៅលើតំបន់នេះបាទលើតំបន់ហ្នឹងអញ្ចឹងវាកំពុងស្ថិតនៅក្នុងតំបន់ទីផ្សារមួយគេហៅថាទីផ្សារ sideways បាទទីផ្សារ sideways នៅក្នុងចន្លោះហ្នឹងបើសិនជាតម្លៃទីផ្សារមាសនេះគឺអាចនឹងព្យាយាមឡើងវិញបាទអាចនឹងព្យាយាមឡើងបើសិនជាយើងគូពីចំណុចនេះមកបាទពីចំណុចនេះអញ្ចឹងខ្ញុំលុបអានេះចេញកុំឲ្យអំពូមីងពិបាកមើលបាទនេះអញ្ចឹងបច្ចុប្បន្នទីផ្សារវាកំពុងស្ថិតនៅក្នុងរែងនេះបាទខ្ញុំដាក់យ៉ាងធំតិចបាទនេះកំពុងស្ថិតនៅក្នុងរែងនេះហើយទីផ្សារហ្នឹងគឺតំបន់វាគឺនៅតំបន់ខ្ពស់នេះមួយទៀតបាទអញ្ចឹងគោលដៅវាគឺនៅក្នុងចន្លោះហ្នឹងទេហើយទីផ្សារហ្នឹងមានន័យថាវាបានបែកនៅក្នុងតំបន់នេះហើយនេះពីចំណុចនេះទៅបាទអញ្ចឹងវាបានបែកមកបាញ់បែកធ្លាក់មកអញ្ចឹងបើសិនជាវាមកដល់ត្រឹម3326នេះគឺគោលដៅមាសហ្នឹងអាចនឹងព្យាយាមទៅលើគោលដៅអាចទៅលើបាទដោយសារតែយើងមើលអំពីការគូទៅលើ trend line នេះបាទអញ្ចឹងគោលដៅមាសហ្នឹងអាចមកដល់3430នៅក្នុងសប្តាហ៍ហ្នឹងបាទអញ្ចឹងយើងអាចទិញមាសបានបាទយើងអាចទិញមាសបាននឹងអានេះគឺជាការវិភាគខ្លីៗទេបើសិនជាអំពូមីងបងប្អូនត្រូវការប្រឹក្សាយោបល់អាចតាក់ទងមក Telegram ខ្ញុំបាននិងលេខទូរស័ព្ទខ្ញុំបានតាក់ទងមួយមាសគីឡូក៏បានដែរបាទអរគុណច្រើនបាទសូមអរគុណលោកប៉ាត្រីដែលបានចំណាយពេលវេលាចូលរួមជាមួយកម្មវិធីរបស់យើងកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យតែងតែយកប្រធានបទសំខាន់តាក់ទងជាមួយតម្លៃហាងឆេងមាសតាក់ទងផ្នែកហិរញ្ញវត្ថុឬក៏ប្រធានបទសំខាន់តាក់ទិនជាមួយនឹងសេដ្ឋកិច្ចក៏ដូចជាតម្លៃហាងឆេងសកលផងដែរកម្មវិធីរបស់យើងដល់ពេលវេលានឹងបញ្ចប់យើងជួបគ្នាម្ដងទៀតតាមពេលវេលានឹងម៉ោងដដែលនាថ្ងៃស្អែកគណៈពេលនេះខ្ញុំបាទជាមួយនឹងក្រុមការងារបច្ចេកទេសរួមទាំងវាគ្មិនសូមអរគុណនិងសូមជម្រាបលា